Sesko បាទចប់បាត់ហើយបងប្អូនយើងឥឡូវនេះគឺបើយោងតាមការទម្លាយពីបើលោក Ruben Amorim បានបង្ហាញថា Sesko មានបញ្ហារបួសជង្គង់បាទធ្ងន់ធ្ងរប៉ុន្តែបាក់ខំនេះគឺមិនទាន់ដឹងថាគាត់ត្រូវសម្រាប់រយៈពេលប្រហែលសប្តាហ៍ទេបងប្អូនយើងប៉ុន្តែដឹងត្រឹមថាគាត់របួសបាទរបួសគឺរៀងខ្លាំងគួរសមបងប្អូនហើយបើយើងមើលបាទកម្ពុជាមិនគាត់បបដូរចូលជំនួសបាទកីឡាករបាទ Nuzet Mazraoui បាទនៅទី58ហើយបើយើងមើលបាទការលេងរបស់គាត់គឺគាត់មិនទាន់បាទសម្របខ្លួនបានទេបាទនៅឯបាទការប្រកួតនៅ Premier League បងប្អូនយើងបាទគាត់នៅរៀងយឺតណាបងប្អូនយើងហើយគាត់សង្ឃឹមថាគាត់នឹងអាចបាទកែប្រែបានពីមកប្រកួតទៅមកប្រកួតប៉ុន្តែឥឡូវនេះបែរជាបាទគាត់ត្រូវរងរបួសបាទទៅហើយបាទហើយយប់មិញនេះគឺបាទ Man U បាទសោតមែនទេបងប្អូនយើងបាទរបួស Sesko នេះគឺបាទស្របពេលដែលបាទលោក Amorim នឹងដូរកីឡាករអស់5នាក់បាត់ទៅហើយបាទយប់មិញនេះគឺនៅសល់ជាង10នាទីគឺ Man U លេងតឲ្យ Spurs បងប្អូនយើងបាទ10នាក់ទល់នឹង11នាក់បាទយប់មិញនេះគឺ Man U បាទដល់កហើយយប់មិញនេះមិនត្រឹមតែ Sesko ទេបងប្អូនយើងបាទសូម្បីតែកីឡាករ Harry Maguire ហ្នឹងក៏របួសដែរឥឡូវនេះគឺ Man U កំពុងតែបាទវេទនាបងប្អូនបាទអាចថារៀងរើមកតិចបាទ4-5ប្រកួតឥឡូវនេះប្រហែលជាបាទត្រូវបាទលេចទៅវិញមើលទៅបងប្អូនព្រោះថាកីឡាករឆ្នើមគឺចាប់ផ្ដើមរបួសជាបន្តហើយសម្រាប់ Man U សង្ស័យតែបាទនិយាយបញ្ចេញមកយើង